បើនិយាយពីដួងព្រលឹងនៃទ្វីបអឺរ៉ុបគេមិនអាចមើលរំលងប្រទេសបែលហ្សិកបានឡើយនេះមិនមែនគ្រាន់តែជាប្រទេសមួយដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅកណ្ដាលអឺរ៉ុបប៉ុណ្ណោះទេប៉ុន្តែបែលហ្សិកគឺជាបេះដូងនៃវប្បធម៌និងការទូតពិភពលោកជាមួយនឹងទីក្រុងប្រុចសែល Brussels ដែលជាទីស្នាក់ការកណ្ដាលដ៏សំខាន់របស់សហភាពអឺរ៉ុបប្រទេសនេះបានក្លាយជាចំណុចប្រសព្វនៃប្រវត្តិសាស្ត្រសម័យទំនើបនិងភាពច្នៃប្រឌិតសូមអញ្ជើញមកស្វែងយល់ពីពិភពដ៏អស្ចារ្យដែលភាពទាន់សម័យនិងមរតកបុរាណរស់នៅដោយសុខដុមរមនាជាមួយគ្នាភាពអស្ចារ្យនៃស្ថាបត្យកម្មការផ្សារភ្ជាប់រវាងអតីតកាលនិងបច្ចុប្បន្នប្រទេសបែលហ្សិកគឺជាសិល្បៈនៃការរស់នៅដែលផ្ដោតលើការថែរក្សាមរតកប្រវត្តិសាស្ត្រដ៏រុងរឿងស្ថាបត្យកម្មនៅទីនេះមិនមែនគ្រាន់តែជាសំណង់អគារប៉ុណ្ណោះទេប៉ុន្តែវាជាសក្ខីភាពនៃភាពច្នៃប្រឌិតនិងការកោតសរសើរចំពោះភាពស្រស់ស្អាត 1. ទីលាន Grand Place បេះដូងនៃភាពរុងរឿងនៅប្រុចសែលប្រសិនបើអ្នកចង់ឃើញនៅអ្វីដែលគេហៅថាភាពអស្ចារ្យអ្នកមិនអាចរំលងទីលាន Grand Place ក្នុងទីក្រុងប្រុចសែលបានឡើយទីលាននេះត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោកដោយសារតែសម្រស់ស្ថាបត្យកម្មបែប Gothic និង Baroque ពុំព័ទ្ធដោយអគារសាលាក្រុងដ៏អស្ចារ្យនិងផ្ទះរបស់សមាគមពាណិជ្ជករចាស់ៗដែលលម្អដោយក្បាច់ឆ្លាក់មាសយ៉ាងប្រណិតទីលាន Grand Place មិនត្រឹមតែជាកន្លែងទស្សនាដ៏ស្រស់ស្អាតប៉ុណ្ណោះទេប៉ុន្តែវាក៏ជាកន្លែងដែលផ្ដល់នូវអារម្មណ៍ថាអ្នកកំពុងដើរក្នុងរឿងព្រេងនិទានផងដែរ 2. ទីក្រុង Bruges មុនស្នេហ៍នៃ Venice នៃភាគខាងជើងចាក់ចេញពីភាពអ៊ូអរនៃរដ្ឋធានីអ្នកនឹងជួបជាមួយទីក្រុង Bruges ដែលជាត្បូងពេជ្រដ៏មានតម្លៃបំផុតមួយរបស់ប្រទេសបែលហ្សិកដោយសារតែភាពស្រស់ស្អាតនៃប្រឡាយទឹកដែលព័ទ្ធជុំវិញទីក្រុងនិងស្ពានថ្មបុរាណតូចៗទីក្រុងនេះត្រូវបានគេប្រសិទ្ធនាមថាជា Venice នៃភាគខាងជើងការដើរលេងកម្សាន្តតាមទូកតាមបណ្ដោយប្រឡាយទឹកឬការដើរដោយថ្មើរជើងតាមផ្លូវដែលក្រាលដោយថ្មដុំ Cobblestone នឹងនាំឲ្យអ្នកជួបជាមួយអគារអធិបុរាណដែលត្រូវបានថែរក្សាយ៉ាងល្អឥតខ្ចោះភាពស្ងប់ស្ងាត់និងបរិយាកាសបែបមជ្ឈិមសម័យនៅក្នុងទីក្រុង Bruges ធ្វើឲ្យវាក្លាយជាគោលដៅដែលមនុស្សជុំវិញពិភពលោកប្រាថ្នាចង់មកឃើញផ្ទាល់ភ្នែកយ៉ាងហោចណាស់ម្ដងក្នុងមួយជីវិតរសជាតិល្បីល្បាញបទពិសោធន៍ធ្វើម្ហូបដ៏វិសេសវិសាលប្រទេសបែលហ្សិកមិនត្រឹមតែជាទឹកដីនៃប្រវត្តិសាស្ត្រប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាឋានសួគ៌សម្រាប់អ្នកនិយមចូលចិត្តម្ហូបអាហារផងដែររសជាតិបែលហ្សិកគឺជាការរួមបញ្ចូលគ្នារវាងគុណភាពដ៏ខ្ពស់និងភាពច្នៃប្រឌិតដែលធ្វើឲ្យពិភពលោកទាំងមូលទទួលស្គាល់ 1. សូកូឡាសិល្បៈនៃរសជាតិកម្រិតខ្ពស់នៅពេលនិយាយដល់សូកូឡាគ្មានប្រទេសណាអាចប្រៀបធៀបទៅនឹងបែលហ្សិកបានឡើយដោយប្រើប្រាស់រូបមន្តប្រពៃណីដែលបានបន្តវេនពីជំនាន់មួយទៅជំនាន់មួយនិងការជ្រើសរើសគ្រាប់កាកាវគុណភាពខ្ពស់បំផុតសូកូឡាបែលហ្សិកត្រូវបានទទួលស្គាល់ថាជាសូកូឡាដែលឆ្ងាញ់បំផុតនៅលើពិភពលោកការភ្លាក់រសជាតិសូកូឡាដែលរលាយក្នុងមាត់គឺជាបទពិសោធន៍ដ៏ប្រណិតដែលអ្នកមិនអាចរកបានពីទីកន្លែងណាក្រៅពីទឹកដីនេះឡើយ 2. Waffle និងដំឡូងបំពង fries រសជាតិដែលមិនអាចខកខានបានមកដល់បែលហ្សិកអ្នកត្រូវតែសាកល្បងម្ហូបអាហារតាមដងផ្លូវដែលល្បីល្បាញពីរមុខមានភាពស្រួយក្រៅទន់ក្នុងហើយមានជម្រើសការតុបតែងយ៉ាងសម្បូរបែបដូចជាជាមួយសូកូឡាក្តៅៗឬផ្លែឈើស្រស់ Belgian fries កុំយល់ច្រឡំថាវាដូចដំឡូងបំពងធម្មតាតាមបែបបែលហ្សិកដំឡូងត្រូវបានចៀនពីរដងដើម្បីឲ្យវាមានភាពស្រួយល្អឥតខ្ចោះនិងសាច់ទន់នៅខាងក្នុងព្រមទាំងមានទឹកជ្រលក់ពិសេសរាប់សិបមុខដែលនឹងធ្វើឲ្យអ្នកចាប់ចិត្តជាប់មិនខាន 3. វប្បធម៌ស្រាបៀរបៀគេដំណើរនៃរសជាតិចម្រុះបែលហ្សិកគឺជាមជ្ឈមណ្ឌលនៃពិភពស្រាបៀរដ៏សម្បូរបែបបំផុតស្រាបៀររបស់ពួកគេមិនមែនគ្រាន់តែជាភេសជ្ជៈនោះទេប៉ុន្តែវាគឺជាសិល្បៈវប្បធម៌ដែលមានច្រើនប្រភេទចាប់ពីស្រាបៀរប្រភេទ Trappist ដ៏ល្បីល្បាញទៅដល់ស្រាបៀរដែលមានរសជាតិផ្លែឈើដ៏ប្លែកៗរាល់កែវស្រាបៀរនីមួយៗមានប្រវត្តិរៀងៗខ្លួនហើយការអង្គុយភ្លាក់ស្រាបៀរក្នុងហាងកាហ្វេបុរាណគឺជាវិធីដ៏ល្អបំផុតមួយដើម្បីជ្រមុជខ្លួនចូលទៅក្នុងរបៀបរស់នៅបែបបែលហ្សិកពិតៗមជ្ឈមណ្ឌលនៃទ្វីបអឺរ៉ុបចំណុចប្រសព្វនៃពិភពលោកនិងភាពស្ងប់ស្ងាត់បែលហ្សិកមិនត្រឹមតែលេចធ្លោតាមរយៈវប្បធម៌និងទេសភាពប៉ុណ្ណោះទេប៉ុន្តែប្រទេសនេះថែមទាំងដើរតួនាទីយ៉ាងសំខាន់ក្នុងឆាកអន្តរជាតិដែលធ្វើឲ្យវាក្លាយជាបេះដូងពិតប្រាកដនៃទ្វីបអឺរ៉ុប 1. បែលហ្សិកស្នូលនៃការទូតនិងអន្តរជាតិក្នុងនាមជាទីតាំងនៃទីក្រុងប្រុចសែលដែលជាទីស្នាក់ការកណ្ដាលរបស់សហភាពអឺរ៉ុប EU និងអង្គការ NATO បែលហ្សិកបានក្លាយជាមជ្ឈមណ្ឌលនៃការសម្រេចចិត្តដ៏សំខាន់របស់ពិភពលោក
ប្រទេសនេះដើរតួនាទីជាអ្នកសម្របសម្រួលដ៏មានឥទ្ធិពលក្នុងកិច្ចការនយោបាយនិងការទូតអន្តរជាតិការជួបជុំគ្នានៃមេដឹកនាំពិភពលោកនិងអ្នកជំនាញការផ្សេងៗនៅទីនេះបានធ្វើឲ្យ Belgique ក្លាយជាទីក្រុងពហុវប្បធម៌មួយដែលមានភាពចម្រុះនៃភាសាសញ្ជាតិនិងទស្សនវិស័យដែលឆ្លុះបញ្ចាំងពីសន្តិភាពនិងការសហការគ្នា 2. ជីវិតរស់នៅសុខដុមនីយកម្មនិងរបៀបរៀបរយទន្ទឹមនឹងភាពអ៊ូអរនៃកិច្ចការការទូតប្រជាជន Belgique រស់នៅដោយភាពស្ងប់ស្ងាត់និងមានរបៀបរៀបរយគួរឲ្យកោតសរសើររបៀបរស់នៅបែប Belgique គឺការរក្សាតុល្យភាពរវាងការងារនិងពេលវេលាផ្ទាល់ខ្លួនប្រជាជននៅទីនេះឲ្យតម្លៃយ៉ាងខ្លាំងទៅលើគុណភាពជីវិតភាពស្អាតស្អំនៃបរិស្ថានទីក្រុងនិងការគោរពច្បាប់អ្នកនឹងឃើញមានសួនច្បារដែលថែទាំយ៉ាងល្អឥតខ្ចោះផ្លូវថ្នល់ដែលរៀបរយនិងបរិយាកាសតាមដងផ្លូវដែលបង្កប់ដោយភាពសុខដុមនេះគឺជាសង្គមដែលប្រកបដោយភាពចាស់ទុំនិងសុភាពរាបសារដែលធ្វើឲ្យអ្នកធ្វើដំណើរមកកាន់ប្រទេសនេះមានអារម្មណ៍ថាទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅនិងមានសុវត្ថិភាពសោភ័ណភាពនៃឯកសារការបង្កើនភាពទាក់ទាញតាមរយៈរូបភាពនិងពណ៌មួយរូបភាពបង្ហាញសម្រស់ពិតពីប្រទេស Belgique រូបភាពគឺជាកូនសោរដ៏សំខាន់ក្នុងការនាំអ្នកអានឲ្យដើរទស្សនា Belgique តាមរយៈការមើលការប្រើប្រាស់រូបភាពដែលមានគុណភាពខ្ពស់និងមានពន្លឺច្បាស់លាស់នឹងជួយលើកកម្ពស់តម្លៃនៃឯកសាររបស់អ្នកទីលាន Grand Place គួរជ្រើសរើសយករូបភាពដែលបង្ហាញពីភាពអស្ចារ្យនៃអគារដែលមានស្ថាបត្យកម្មលម្អដោយមាសដើម្បីបង្ហាញពីភាពប្រណិតហាងសូកូឡាប្រើរូបភាពផ្ដោតលើការរៀបចំសូកូឡាដែលមានពណ៌ស្រស់ស្អាតនិងមានពន្លឺភ្លឺចែងចាំងដើម្បីដាស់អារម្មណ៍អ្នកអានឲ្យចង់ធ្លាក់ទេសភាពប្រឡាយទឹកប្រើរូបភាពនៃទីក្រុង Bruges ដែលបង្ហាញពីទូកតូចៗនិងផ្ទះឥដ្ឋបុរាណឆ្លុះលើទឹកដើម្បីបង្កើតអារម្មណ៍ស្ងប់ស្ងាត់និងមនោសញ្ចេតនាបែបអឺរ៉ុប 2. ពណ៌ការតម្រង់ទិសដោយទង់ជាតិ Belgique ពណ៌ខ្មៅ Black ប្រើសម្រាប់អក្សរ text ដើម្បីឲ្យមានភាពច្បាស់និងងាយស្រួលអានឬប្រើជាពណ៌សម្រាប់គែម border និងផ្ទៃខាងក្រោយដែលមានលក្ខណៈជាផ្លូវការពណ៌លឿង yellow ប្រើសម្រាប់ចំណងជើងរង subtitle ឬការគូសបញ្ជាក់លើពាក្យគន្លឹះសំខាន់ៗដើម្បីបង្កើតឲ្យមានភាពរស់រវើកនិងទាក់ទាញភ្នែកពណ៌ក្រហម red ប្រើសម្រាប់ប៊ូតុងអំពាវនាវ call to action ដូចជាអានបន្ថែមឬស្វែងយល់បន្ថែមនិងការដាក់សញ្ញាបញ្ជាក់ផ្សេងៗដើម្បីបង្ហាញពីភាពរឹងមាំនិងថាមពល Belgique ទិសដៅនៃសុបិនដែលកំពុងរង់ចាំអ្នក Belgique គឺជាប្រទេសមួយដែលផ្ដល់នូវបទពិសោធន៍ដ៏សម្បូរបែបទាំងផ្នែកវប្បធម៌សិល្បៈស្ថាបត្យកម្មរសជាតិអាហារដ៏ឆ្ងាញ់ពិសានិងបរិយាកាសការទូតដ៏រស់រវើកមិនថាអ្នកជាអ្នកស្រឡាញ់ប្រវត្តិសាស្ត្រដែលចង់ស្វែងយល់ពីអតីតកាលដ៏រុងរឿងអ្នកដែលចង់លង់ស្រឡាញ់ភាពស្រស់ស្អាតនៃទីក្រុងប្រឡាយទឹកឬជាអ្នកនិយមចូលចិត្តរសជាតិសូកូឡានិងស្រាបៀរលំដាប់ពិភពលោកនោះទេ Belgique គឺជាគោលដៅដែលនឹងមិនធ្វើឲ្យអ្នកខកបំណងឡើយមន្តស្នេហ៍នៃប្រទេសនេះមិនមែនគ្រាន់តែស្ថិតនៅលើទេសភាពប៉ុណ្ណោះទេប៉ុន្តែវាក៏ស្ថិតនៅលើភាពកក់ក្ដៅនិងភាពសុខដុមដែលអ្នកនឹងទទួលបាននៅពេលមកដល់សូមកុំទុកឲ្យក្តីស្រមៃនេះនៅត្រឹមតែជាការស្រមៃទៀតឡើយចូលចាប់ផ្ដើមរៀបចំផែនការធ្វើដំណើររបស់អ្នកនៅថ្ងៃនេះដើម្បីទទួលបានបទពិសោធន៍ថ្មីៗដែលនឹងក្លាយជាអនុស្សាវរីយ៍មិនអាចបំភ្លេចបានក្នុងឆាកជីវិតសម្រាប់ព័ត៌មានបន្ថែមអំពីការធ្វើដំណើរឬទីតាំងទេសចរណ៍លម្អិតអ្នកអាចស្វែងយល់បន្ថែមតាមរយៈគេហទំព័រទេសចរណ៍ផ្លូវការឬភ្នាក់ងារទេសចរណ៍ដែលនៅជិតអ្នកបំផុត